សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកស្ងោរល្ហុងជាមួយនឹងឆ្អឹងជំនីជ្រូកនិងបាតសាច់គោហើយល្ហុងហ្នឹងគឺខ្ញុំជ្រើសរើសយកល្ហុងស្គាលណាមិនមែនទុំមីឃើញពណ៌ហ្នឹងកុំច្រឡំជាដំបូងហ្នឹងគឺខ្ញុំដាក់ឆ្នាំងឲ្យក្តៅរួចហើយធ្វើការចាក់ខ្លាញ់ចូលពេលដែលខ្លាញ់នឹងក្តៅហើយយើងធ្វើការបំពងខ្ទឹមយកខ្ទឹមមកបំពងឲ្យឡើងក្រហមឈ្ងុយហើយយើងធ្វើការដួសទុកហ្នឹងគឺមួយលើសិនជាមួយនឹងជីរណានិងស្លឹកខ្ទឹមបន្ទាប់មកចាំយើងធ្វើការចាក់សាច់ចូលឆ្អឹងជំនីជ្រូកចាហើយធ្វើការកូរត្រឡប់ឲ្យឡើងស្មួលសិនចាំយើងបន្ថែមគ្រឿងតាមក្រោយហើយគ្រឿងដែលខ្ញុំដាក់ហ្នឹងមានដូចជាម្រេចយើងដាក់បន្តិចទៅអំបិលប៊ីចេងទឹកត្រីយើងលួចទឹកស៊ីអ៊ីវបន្តិចដើម្បីម្ហូបយើងកាន់តែឆ្ងាញ់បន្ទាប់មកយើងធ្វើការត្រឡប់វាហើយយើងដាក់ស្ករចូលបន្តិចយើងអត់សូវប្រើស្ករច្រើនទេដោយសារល្ហុងមានជាតិផ្អែមបន្ទាប់មកយើងធ្វើការដាក់ជាមួយនឹងផ្សិតជាហឺនិងបង្គាក្រៀមយើងធ្វើការត្រឡប់វាឲ្យចូលជាតិហើយចាំយើងធ្វើការដាក់ទឹកចូលដោយសារគ្នាខ្ញុំមានតែ3នាក់អញ្ចឹងខ្ញុំប្រើទឹក3កែវហើយសម្រាប់បងប្អូនអាចធ្វើការដាក់ទឹកសមល្មមទៅតាមដែលយើងចង់បានអញ្ចឹងណាកូរវាទៅឲ្យចូលសព្វហើយយើងបន្ថែមជាមួយនឹងដុំស៊ុបខ្នុរហើយគ្របទុកឲ្យរបស់យើងពុះពេលដែលពុះហើយយើងកូរវាមើលឲ្យវាល្បាយអីហើយអញ្ចឹងបន្ទាប់មកចាំយើងធ្វើការបន្ថែមជាមួយនឹងប្រហិតសាច់គោហើយយើងធ្វើការដុសពពុះចេញទៅបើសិនជាម្ហូបយើងវាមានពពុះអីអញ្ចឹងណាហើយយើងធ្វើការក្របរហូតដល់ពុះម្ដងទឿតអីអញ្ចឹងចាំយើងទៅពេលដែលម្ហូបយើងពុះទៅវាមានពពុះឡើងតិចតិចអញ្ចឹងគឺយើងត្រូវដួសពុះចេញព្រោះយើងទុកទៅក៏មិនល្អដែររួចហើយយើងធ្វើការចាក់ល្ហុងនឹងចូលហើយមើលល្ហុងយើងចាស់ពណ៌ល្អណាស់គឺល្ហុងស្គាលល្ហុងពងមួនណាដល់ពេលឡើងស្គាលអញ្ចឹងគឺល្ហុងនឹងមានជាតិផ្អែមពេលដែលយើងចាក់ល្ហុងនឹងចូលហើយយើងធ្វើការក្របទុកឲ្យពុះមើលផុយល្ហុងសមរម្យអីហើយចាំយើងបើកយកមកដើម្បីធ្វើការមើលថាតើល្ហុងហ្នឹងផុយហើយនៅអីចឹងណាបើសិនជាយើងមើលទៅឃើញថាវាសមល្មមហើយយើងអាចធ្វើការភ្លក់រសជាតិអីទៅថាតើរសជាតិហ្នឹងល្មមយើងទទួលយកបានឬមួយក៏អត់អីចឹងណាហ្នឹងតាមចំណង់ចំណូលចិត្តរៀងៗខ្លួនសម្រាប់ខាងខ្ញុំគឺចូលចិត្តបែបរសជាតិស្រាលអីចឹងទៅអញ្ចឹងបើបងប្អូនចូលចិត្តរសជាតិដិតអាចធ្វើការបន្ថែមតាមហ្នឹងបន្ទាប់មកគឺខ្ញុំធ្វើការបន្ថែមជីជាការចុងបញ្ចប់នៃការធ្វើម្ហូបហ្នឹងហើយអញ្ចឹងយើងរៀបចំបាយទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណសុខសប្បាយទាំងអស់គ្នាបាយបាយ